សួស្តីបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងតមេរៀនរបស់យើងទៀតលើមេរៀនទី3ដែលថ្ងៃនេះយើងទៅដល់ផ្នែកមុនប៉បបាទវេយ្យាករណ៍ទី1របស់យើងនឹងសិក្សាជាមួយគ្នាអំពីទម្រង់ iga isoyo និង opsoyo អញ្ចឹង iga isoyo មានន័យថាមានអ្វីមួយ opsoyo នឹងគឺមិនមានអ្វីមួយមានន័យថាអត់មានណាអូខេអញ្ចឹងយើងសំដៅទៅលើការបញ្ជាក់បង្ហាញថាអ្វីមួយមានឬក៏អ្វីមួយដែលមិនមានក្នុងទម្រង់នេះយើងក៏អាចប្រើជាប្រយោគសំដួរបានដែរដោយការអានយើងអានលើសំឡេងទៅជាឧទាហរណ៍ថា isoyo ឬក៏ opsoyo អូខេហើយខាងមុខនេះគឺ ika នេះគឺគេប្រើដោយប្រើជាមួយនាមដែលព្យញ្ជនៈគឺ e បើសិនជានាមបញ្ចប់ដោយស្រៈគឺកាដែលមានន័យថាអត់ជើងនិងមានជើងនឹងឯងអញ្ចឹងយើងទៅមើលឧទាហរណ៍ជាក់ស្ដែងតែម្ដងអូខេអញ្ចឹងទី1គេនិយាយថា Pachim នេះគឺមានតែជើងប្រកបបើសិនជាមានអញ្ចឹងយើងប្រើជាមួយនឹង e ណាបើសិនជាមានប្រើជាមួយ e ហើយ isoyo ក៏បាន opsoyo ក៏បានអាស្រ័យទៅលើការប្រើប្រាស់ជាក់ស្ដែងតោះឥឡូវឧទាហរណ៍ជាក់ស្ដែងថា check sang បកប្រែថាតុកអញ្ចឹង check sang ព្យញ្ជនៈយើងត្រូវបូកមួយ check sang e មិនអញ្ចឹងហើយ isoyo នឹងមានអញ្ចឹងមានន័យថាមានតុកនៅកន្លែងណាមួយអញ្ចឹងទៅចាំបញ្ជាក់ជាក់ស្ដែងណាអូខេនិយាយថាមានតុកតែទៀត telepichon ទូរទស្សន៍អញ្ចឹងបញ្ចប់ដោយព្យញ្ជនៈអញ្ចឹង telepichon e opsoyo ដែល opsoyo បន្ទុយក្រោយគឺមានន័យថាមិនមានដូច្នេះមិនមានទូរទស្សន៍ទេបើសិនជាប្រយោគសំណួរគ្រាន់តែតាមសញ្ញាសួរមកតើអត់មានទូរទស្សន៍ទេមែនទេបាទឬក៏ខាងលើនេះតើអត់មានតុកទេឬអូខេអញ្ចឹងយើងមើលចំណុចទី2បាទចំណុចទី2របស់យើងគឺ Pachim មានន័យជើងប្រកប opsumyon ឬក៏អត់មានទេអញ្ចឹងយើងប្រើជាមួយនឹងការបាទ isoyo និង opsoyo ដូចគ្នាឧទាហរណ៍ជាក់ស្ដែង sofa នេះគឺយើងបកប្រែថាសាឡុងអញ្ចឹងយើងមើលនេះបញ្ចប់ដោយគេសារអាអត់មានជើងទេអញ្ចឹង sofaka isoyo អញ្ចឹងមានន័យថាមានសាឡុងតែបើយើងចង់សួរ sofaka isoyo តើមានសាឡុងទេអាសាឡុងដែលយើងអង្គុយហ្នឹងណាតទៀតណេងចាំងគោនឹងទូទឹកកកអញ្ចឹងគោស្រអូណាអត់មានជើងក្រោមអញ្ចឹងណេងចាំងគោកាអបសយោអញ្ចឹងមានថាអត់មានទូទឹកកកទេបើយើងសួរណេងចាំងគោកាអបសយោអត់មានទូទឹកកកទេឬអូខេនៅត្រង់ចំណុច tip នេះគឺគេគ្រាន់តែចង់បញ្ជាក់យើងថា ika ហ្នឹងមិនមែនប្រើសម្រាប់តែចង្អុលបង្ហាញថាមានឬក៏មិនមាននោះទេគឺគេអាចប្រើវាសម្រាប់បើយើងមើលទៅណាមញ្ញងសានាមហាប់ខ្ចក់ហាយោនេះបកប្រែរួមបញ្ចូលគ្នាអញ្ចឹងរួមបញ្ចូលគ្នាជាមួយនឹងពាក្យថានាមឬក៏នាមហ្នឹងមញ្ញងសាតោះមុនចាំងឯជួយបើជួយ មើលណាថានដាតោះមុនចាំងបកប្រែថាប្រយោគជួយអ៊ីមនេះគឺយើងបកប្រែថាប្រធានបទអញ្ចឹងប្រធានបទនៃប្រយោគណាថានដាបកប្រែថាបង្ហាញដូច្នេះគឺមានន័យថាគឺជាការបង្ហាញអំពីប្រធានបទនៃប្រយោគដូច្នេះនៅក្នុងមេរៀនទី2គឺយើងបានសិក្សាហើយណាគឺទម្រង់ ika នេះគឺប្រើសម្រាប់បញ្ជាក់ប្រធានទី2ហ្នឹងហើយយើងគឺឧទាហរណ៍ irumi moeo irumi នឹងឈ្មោះ moeo គឺអ្វីអញ្ចឹងមានថា irum នេះគឺជាប្រធានបទនៃប្រយោគហ្នឹងគឺគេចង់សួរអំពីឈ្មោះសំទោសណាមិនមែនណា i ទេ irum នឹងឈ្មោះអូខេអញ្ចឹងយើងប្រើបានពីរទម្រង់ហ្នឹងដែលក្នុងមេរៀនទី3ដែលគេបញ្ជាក់យើងណាអូខេចាំទៅមុខទៀតយើងនឹងកាន់តែយល់កាន់តែស៊ីជម្រៅឥឡូវយើងមើលឧទាហរណ៍បាទគេថា utjangi isoyo ឧតចាំងបកប្រែទូដាក់សម្លៀកបំពាក់ isoyo កតុយក្រោយនេះគឺមានអញ្ចឹងមានទូដាក់សម្លៀកបំពាក់ចាស្រៈអាចាបាទយើងឃើញស្រៈអាអញ្ចឹងដោយសារស្រៈយើងប្រើការមកអញ្ចឹងអបស isoyo អញ្ចឹងមានអីគេមានកៅអី computer កាអបសយោអត់មានកុំព្យូអត់មានកុំព្យូទ័រគ្រាន់តែជាឧទាហរណ៍ទេបាទហើយបើសិនជាយើងចង់កាន់តែច្បាស់ទៀតនៅក្នុងវីដេអូមុនយើងឃើញមានពាក្យចំនួនបាទខាងនេះមាន5ពាក្យណាយើងឃើញមាន5ពាក្យហើយខាងនេះមានដល់12ពាក្យអញ្ចឹងយើងឲ្យឧទាហរណ៍ទៅណាមានសាឡុងមានទូរទស្សន៍មានចង្ក្រានកម្ដៅមហូបអីចឹងទៅបាទយើងឲ្យឧទាហរណ៍តាមហ្នឹងណាមើលតាមស្រៈនឹងព្យញ្ជនៈអញ្ចឹងទៅអូខេឥឡូវគូសុំបន្តទៀតទៅដល់Poki បាទ Poki បាទខាត់ជីជាមួយនឹងមុនយ៉ាងងឺស៊ឺសេអូមុនចាំងបកប្រែប្រយោគបាទស៊ឺសេអូសូមសរសេរដូច្នេះសូមសរសេរប្រយោគនិងឧទាហរណ៍នេះអូខេអញ្ចឹងគេមាន check បាទ check អញ្ចឹង check សាំងនឹងបកប្រែតុក
តុកការងាររបស់យើងតុកការិយាល័យតុកយើងធ្វើការងារ office ហ្នឹងណាហើយគេដាក់លេខ0លេខ0គឺមានតំណាងឲ្យពាក្យថា ita មានន័យថាមានបាទ isoyo ហ្នឹងបាទអញ្ចឹងបើគេដាក់0ទៅ isoyo ឃើញចាក់ស្ដែងណា check សាំង isoyo អញ្ចឹងអីដែលយើងត្រូវមើលយើងគ្រាន់តែថែមបរិស័ព្ទនេះឲ្យត្រូវតាមពាក្យដែលគេដាក់មកហើយក៏ទៅក្រោយមើលតាមរង្វង់ឬក៏ខ្វែងចាក់ស្ដែង chimte ក្រែអញ្ចឹងគេគួររង្វង់អញ្ចឹងក៏ទៅក្រោយត្រូវតែមានពាក្យថាមាន sofa ខ្វែងអញ្ចឹងក៏ទៅក្រោយត្រូវតែមានពាក្យថាអត់មាន opta ហ្នឹងហើយយើងមើលណា sofa ស្រៈអីគេបញ្ចប់ដោយអីគេយើងបូកតាមហ្នឹងតោះសូមធ្វើវាមកបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងសន្មតថាបានធ្វើរួចរាល់ហើយបើសិនជាធ្វើហើយអត់មានអារម្មណ៍ថាអត់ច្បាស់អាចសាកសួរបន្ថែមបាននៅក្នុងក្រុមសំណួរចម្លើយរបស់យើងហើយអាច screenshot ឬក៏សំទោសថតនៅក្នុងសៀវភៅដែលយើងបានសរសេរហ្នឹងណាហើយគួរមើលផងថាត្រូវឬក៏ខុសស្រួលងាយស្រួលនៅក្នុងការបញ្យល់បន្ថែមអូខេអញ្ចឹងយើងទៅមើលលេខ2លេខ2គឺជាលំហាត់ដូចគ្នាគឺរៀបមើល Pogo បាទគឺរៀបមើល Pogo មើលរូបភាពខាងក្រោមណាគឺរៀបរូបភាព Pogo គឺមើល Poki ឧទាហរណ៍នេះគឺជា Poki ហើយមកវ៉ាខាត់ជីជាមួយនឹងដល់ពាក្យខាត់ជីជាមួយtheoសន្ទនាវ៉ាន់សងហាសេយោសូមបំពេញសេយោក៏ទៅក្រោយទៅប្រងសូមអូខេអញ្ចឹងយើងបកប្រែពីកោមុនហើយពីបំពេញទៅតាមក្រោយថាមើលរូបភាពហើយសូមបំពេញសន្ទនាដូចនឹងឧទាហរណ៍ឬក៏ជាមួយនឹងឧទាហរណ៍ឥឡូវយើងមើលតាសន្ទនាគេឧទាហរណ៍គេមិនអូខេអញ្ចឹងគេថាសូឆុងសូគីកាអ៊ីស្តាយឆុងសូគីគឺមានន័យថាម៉ាស៊ីនបូមទូលីអ៊ីសូយ៉ូជាប្រយោគសំណួរមានទេតើម៉ាស៊ីនបូមទូលីមានទេឥឡូវយើងចោលភ្នែកមកមើលតើនៅក្នុងរូបភាពដែលបរិសម្នាក់កំពុងតាំងអង្គុយម៉ាស៊ីនបូមទូលីយើងក៏ឃើញហើយនៅណាដូចជាអត់មានអញ្ចឹងគេឆ្លើយមកវិញមកថាអានីយ៉ូឆុងសូគីកាអបសូយ៉ូឆុងសូគីណាគឺម៉ាស៊ីនបូមទូលីដែលគេសួរអមាញ់មិញហ្នឹងគេប្រើជាមួយទម្រង់ថាអត់មានហ្នឹងអបសូយ៉ូដោយសារវាអត់មានមែនប៉ុន្តែយើងមើលលេខ1 aircon iseo aircon ម៉ាស៊ីនត្រជាក់ iseo មានតើមានម៉ាស៊ីនត្រជាក់ទេឥឡូវយើងឃើញនេះម៉ាស៊ីនត្រជាក់មានមែនអញ្ចឹងយើងអត់ត្រូវឆ្លើយថាអានិយោទេយើងឆ្លើយមកវិញថាណែបបែបាតមិនអញ្ចឹងបាទណែបាតឬក៏ចាស់នឹងឯងអូខេអញ្ចឹងណែបាទក្បៀសមួយមកអេបាទសេមកអេអូខនីitso yo អូខេយើងសរសេរបែបហ្នឹងមកណាថាមានហើយយើងមើលផ្សេងទៀតទៅណែងចាំងគោទូតកោ television ទូរទស្សន៍តើមានអត់ទូរទស្សន៍ច្បាស់ហើយមានទូរទស្សន៍យើងមើលមានអត់បាទនេះដូចជាមិនមែនទូរទស្សន៍ទេអានេះគឺជាអីគេទូដាក់ចានតែអញ្ចឹងទូរទស្សន៍ហ្នឹងគឺអត់មានតែទូរទស្សន៍គឺមានអញ្ចឹងសូមធ្វើពីរហ្នឹងមកណាអូខេតោះអញ្ចឹងយើងទៅបន្តទៀតទៅដល់ចំណុចនៃសន្ទនាបាទសន្ទនាហ្នឹងគឺរវាងតារាហើយនឹងភឿងអញ្ចឹងយើងចាំមើលចាក់ស្ដែងថាគេនិយាយអំពីអីណាតោះយើងចាប់តាមទាំងគ្នាtheoសន្ទនាអញ្ចឹងតារាគេនិយាយថាម៉េចគេថា침대가 있어요 침대가 있어요ភឿងគេនិយាយថាណែ침대가 있어요ណែ침대가 있어요 따라하고 계신 예더디 다 옷장도 있어요? 옷장도 있어요? 부엉 그실라 다 아니요. 옷장은 없어요. 아니요. 옷장은 없어요. 소파가 있어요. 소파가 있어요. 자, 이제 muốn bộ ra សូមអ្នកទាំងអស់គ្នាទៅស្ដាប់សំឡេងជនជាតិដើមទាំងអស់គ្នាណានៅត្រង់លេខទី38នេះចាប់ដើម 침대가 있어요? 네, 침대가 있어요. 옷장도 있어요? 아니요, 옷장은 없어요. 소파가 있어요. អូខេអញ្ចឹងយើងបានស្ដាប់ហើយណាតង់នៅជនជាតិដើមគេអានរបៀបណាកន្លែងណាត្រូវលើកដាក់សំឡេងអូខេហ្វឹកហាត់ទាំងអស់គ្នាអញ្ចឹងយើងបកប្រែទៅតែម្ដងណាតោះតារាគេនិយាយថា 침대가 있어요 침대 បកប្រែថាក្រែ 있어요 មានតែវាជាប្រយោគសំណួរតើអញ្ចឹងតើមានក្រែដែរឬទេណាអញ្ចឹងយើងមើលក្រែមាននេះក្រែហើយគេឆ្លើយមកវិញថាណែបាទឬក៏ចាស់តាមជាក់ស្ដែង 침대가 있어요 침대ក្រែ 있어요 មានអញ្ចឹងជាប្រយោគស្របបកធម្មតា
ចាមានក្រែឬក៏បាទមានក្រែអញ្ចឹងទៅតារាសួរទៀតអ៊ុតចាំងទៅអ៊ីសយោអ្វីទៅដូបប្រែថាផងដែរមានន័យថានៅពេលដែលសំណួរសួរម្ដងហើយម្ដងទៀតអញ្ចឹងគឺគេជួយចិត្តប្រើពាក្យដូនេះបាទដូបប្រែថាផងដែរបាទអញ្ចឹងគេថាតើមានទូដាក់កៅអៅដែរទេផងដែរទេបាទទូដាក់កៅអៅយើងមើលឃើញមានទេអត់ឃើញទេអញ្ចឹងពួកអង្គឆ្លើយថាអានិយោទេអ៊ុតចាំងគឺអបសយោអ៊ុតចាំងទូដាក់កៅអៅអបសយោអត់មានយើងឃើញកន្លែងនេះគឺគេប្រើបរិស័ព្ទអឿនលឿនម្ដងអញ្ចឹងយើងត្រូវត្រឡប់មកក្រោយបន្តិចថាតម្រងរបស់យើងដែលយើងសិក្សាកាលពីមេរៀនខាងលើមានពីរអញ្ចឹងឯងនាមអឿនព្យញ្ជនៈហើយបើសិនជាស្រៈនឿនហើយអ្វីដែលយើងសិក្សានៅក្នុងមេរៀនទី2បើព្យញ្ជនៈអ៊ីហើយនឹងកាអញ្ចឹងអ្វីដែលយើងបានសិក្សាគឺពីរនឹងដែលជាចំណុចសំខាន់ដែលបងប្អូនត្រូវតែចងចាំដល់មេរៀនណាក៏នៅតែជួបវាដែរអញ្ចឹងអាទី1គេហៅថាប្រធានទី1ទី2នេះគឺហៅប្រធានទី2បរិស័ព្ទប្រធានទី2ដែលវាប្រើសម្រាប់បញ្ជាក់អត្ថន័យសំខាន់នៅក្នុងអត្ថបទមួយឬក៏ប្រយោគមួយអញ្ចឹងយើងឃើញជាក់ស្ដែងតើអត្ថបទនេះយ៉ាងម៉េចអ៊ុតចាំងឿនអបសូយោគឺអបនឹងអត់មានទេប៉ុន្តែគេចង់បញ្ជាក់ថាទូដាក់កៅអៅគេចង់ឆ្លើយបញ្ជាក់ទៅកាន់អ្នកដែលសួរតារានេះព្រោះតារាគេសួរថាមានដែរអត់អញ្ចឹងគេចង់បញ្ជាក់ថាអត់មានទេដូច្នេះតើកន្លែងនេះយើងគ្រូថាយើងអាចដូរបានដូចជា e បានទេអ៊ុតចាំង e បានទេបានដូចតែគ្នាទេណាអត់ខុសគ្នាទេគ្រាន់តែថាបើសិនជាអ្នកនរគ្នាប្រើអឿនលឿននេះគឺពិតជាអត់មានមែនកុំសួរទៀតតើសូផាកាអ៊ីសយោសូផាគឺសាឡុងអ៊ីសយោមានអញ្ចឹងមានសាឡុងអូខេតោះអញ្ចឹងយើងមានឧទាហរណ៍សំទោសន្តានាប៉ុណ្ណឹងបាទនិយាយដូចខុសច្រើនណាស់បងប្អូនអរគ្នាអូខេឥឡូវយើងទៅមើលកន្លែងសំណួរនេះបាទ Thedap Hepayo Thedap ឆ្លើយ Payo សាចឹងគេថាសាកឆ្លើយមើលគឺគេចង់ដឹងថាតើសិស្សដែលកំពុងតែរៀនសភៅហ្នឹងហើយការបកប្រែអត្ថបទហ្នឹងយល់អត់មកគេសួរបន្ថែមណាតើអ៊ុតចាំងអ៊ីសេយោអ៊ុតចាំងទូដាក់កៅអៅអ៊ីសូយោមានតើមានទូដាក់កៅអៅទេបាទតើនៅក្នុងអត្ថបទមិញតើមានទូដាក់កៅអៅអត់ប្រកាសជាអត់មានទេអញ្ចឹងយើងអាចឆ្លើយមកអានិយោអបសូយោឬក៏អានិយោអ៊ុតចាំងអបសូយោរៀនឆ្លើយដោយខ្លួនឯងនៅក្នុងថ្នាក់រៀនគឺគេហៅយើងម្នាក់ម្ដងឡើងទៅឆ្លើយនឹងឯងតើទៀតសូផាកាអ៊ីសេយោសូផាបុប្រែសាឡុងអ៊ីសូយោមានតើមានសាឡុងទេអញ្ចឹងនៅក្នុងអត្ថបទមិញមានសាឡុងអត់មានអញ្ចឹងយើងឆ្លើយមកណែសូផាកាអ៊ីសូយោអញ្ចឹងទៅណាដោយសារតែយើងបានបកប្រែសន្តានាអូខេអញ្ចឹងយើងបង្ហើយនៅទំព័រនេះទៅបាទបង្ហើយទំព័រនេះនៅក្នុងលំហាត់នេះដូចមេរៀនទី1ទី2ដូចគ្នាដែរណាអញ្ចឹងគួរមិនបកវែងឆ្ងាយទេគួរបកសរុបមកតែម្ដងតោះសូមសាកល្បងសន្តានាដោយប្រើប្រាស់កន្សោមពាក្យដែលបានបង្ហាញណាស្គមតនទេបងប្អូនណាដោយសារវាដដែលទេតោះអញ្ចឹងកន្សោមពាក្យរបស់យើងទី1គេមានពាក្យថាឆនឆារេនជីនេះគឺចង្ក្រានកម្ដៅឬហៅ microwave ហ្នឹងនិងចាំងគោទូទឹកកកតោះអញ្ចឹងយើងគិតតែពីរហ្នឹងសិនមកយើងមើលគេអ្វីដែលគេបំពេញគឺ telepi សំដៅឆនឆារេនជីកាដោយសាររេនជីហ្នឹងព្យញ្ជនៈអញ្ចឹងទៅប្រើ e នេះហើយប្រើកានេះហើយសំដៅស្រៈមិនអញ្ចឹងបាទយើងទៅប្រើការនេះហើយ isoyo មានទេជាសំណួរតោះអញ្ចឹងគេឆ្លើយថាអត់មានន័យថាអាទី1ហ្នឹងគឺមានន័យថាអត់អញ្ចឹងយើងត្រូវបរិស័ទអានិយោណាឆនឆារេនជីកាអបសយោអត់មានទេតោះមកកាអ៊ីសយោសំណួរនេះគឺគេដាក់ឲ្យយើងស្រាប់អីដែលយើងត្រូវបំពេញអាកន្លែងគូបន្ទាត់នោះមកអ្វីអ៊ីសយោមានតើមានអ្វីដែរអញ្ចឹងយើងត្រូវបំពេញអានេះចូលនេះបាទនឹងចាំងកូកាអ៊ីសយោមានទូទឹកក៏ដូច្នេះកន្លែងនេះក៏ដូចគ្នាដែរអ្វីដែលបងប្អូនត្រូវបំពេញគឺបំពេញតាមនឹងមកអញ្ចឹងមានន័យថាអត់មានតុកទេឆែកសាំងប៉ុន្តែមានកៅអីសុំធ្វើវាជាសន្តានាដែលគេបានបង្ហាញនឹងមកណាបាទអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអូយើងមើលខាងក្រោមអត់ទេខាងក្រោមយើងអាចបកមិនបាច់បកក៏បានដែរអត់អីទេគ្រាន់តែជាការបញ្ចេញសំឡេងដោយសារសភៅសេរីចាស់គឺគេដាក់ការបញ្ចេញសំឡេងនៅទំព័រមុខឲ្យរៀនឲ្យហើយតែក្នុងមេរៀននេះគឺគេគ្រាន់តែបាទឲ្យយើងបញ្ចេញសំឡេងមួយតាមលំដាប់នៃមេរៀនអញ្ចឹងទៅរៀនបែបសบายងាយណាអូខេអញ្ចឹងយើងប៉ុណ្្នឹងសិនចុះហើយចាំយើងបន្តទៅវីដេអូបន្តទៀត